ប្រភេទបន្ទឹងក្នុងរឿងក្តីប្រមទ័នបន្ទឹងសាមញ្ញគឺជាបន្ទឹងធម្មតាដែលគ្មានអានុភាពកតញ្ញុបន្ទឹងទាមទារគឺជាបណ្ដឹងដែលធ្វើឡើងដោយចរងគ្រោះដើម្បីបរិហារពីបទល្មើសនិងអាចទាមទារសំណងជំងឺចិត្តចំពោះសនកម្មដែលខ្លួនបានទទួលរងពីបទល្មើសនោះបន្ទឹងបរិហារគឺជាបន្ទឹងធ្វើឡើងដោយបុគ្គលផ្សេងក្រៅពីជនរងគ្រោះដើម្បីរាយការណ៍ពីបទល្មើសដែលខ្លួនបានដឹងបន្ទឹងអាជ្ញាគឺជាបន្ទឹងធ្វើឡើងដោយតំណាងអัยការដែលមានអានុភាពចោទប្រកាន់ជនល្មើសនិងបញ្ជូនជនល្មើសទៅតុលាការព្រហ្មទណ្ឌដើម្បីកាត់ជំនុំជម្រះក្តីបន្ទឹងរដ្ឋប្បវេណីគឺជាបន្ទឹងធ្វើឡើងដោយដំបន្ទឹងរដ្ឋប្បវេណីដែលមានគោលបំណងសុំជួសជុលការខូចខាតដែលបណ្ដាលមកពីបទល្មើសបន្ទឹងទោសគឺជាបណ្ដឹងដែលភាគីប្តឹងតវ៉ានឹងសាលក្រមកំបាំងមុខឬសាលដីកាកំបាំងមុខរបស់សាលាឧទ្ធរណ៍ដើម្បីឲ្យតុលាការដែលជិញសាលក្រមកំបាំងមុខនោះជំនុំជម្រះរឿងក្តីឡើងវិញបន្ទឹងឧទ្ធរណ៍គឺជាបណ្ដឹងធ្វើឡើងទៅកាន់សាលាឧទ្ធរណ៍ដែលប្តឹងតវ៉ានឹងសាលក្រមឬដីកាសម្រាប់របបចៅក្រមស៊ើបសួរបន្ទឹងសតុកគឺជាបណ្ដឹងធ្វើឡើងទៅកាន់តុលាការកំពូលដែលប្តឹងតវ៉ានឹងសាលដីការបស់សភានៃសាលាឧទ្ធរណ៍រួមមានសភាព្រហ្មទណ្ឌនិងសភាស៊ើបសួរបណ្ដឹងសាររើគឺបណ្ដឹងធ្វើឡើងទៅកាន់តុលាការកំពូលដើម្បីប្តឹងសុំឲ្យតុលាការកំពូលជំនុំជម្រះឡើងវិញនៅសាលក្រមស្ថាពរឬសាលដីកាស្ថាពរដែលមានអាជ្ញាអស់ជំនុំបណ្ដឹងសាររើគឺជំនុំជម្រះដល់សភាពេញអង្គចៅក្រម9រូបយ៉ាងតិច